ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកស្លសម្លប្រហើរល្ពៅដាក់សាច់ជ្រូកហើយសម្រាប់សម្លប្រហើរភាគច្រើនគឺយើងដាក់ត្រីតែថ្ងៃនេះគឺយើងមកស្លដាក់សាច់ជ្រូកមើលតើរសជាតិយ៉ាងណាហើយសម្រាប់គ្រឿងផ្សំគឺខ្ញុំមានល្ពៅមានស្ពៃសាច់ជ្រូកដែលខ្ញុំហាន់ហើយមានស្បែកមានអីហ្នឹងហើយនឹងស្លឹកខ្ទឹមស្លឹកចេកហើយនឹងមើមខ្ទឹមសដែលខ្ញុំហាន់ហើយនឹងបន្ទាប់ពីរៀបចំគ្រឿងផ្សំអស់គឺខ្ញុំយកឆ្នាំងមកដាក់លើភ្លើងឲ្យក្តៅហើយខ្ញុំចាក់ប្រេងឆាចូលបំពងខ្ទឹមឲ្យរាងឈ្ងុយបន្តិចសិនសម្រាប់ខ្ទឹមសដែលយើងច្រាំហ្នឹងគឺយើងយកមកបំពងឲ្យឈ្ងុយមកបងប្អូនបន្តមកទៀតគឺយើងយកសាច់ជ្រូកដែលយើងហាន់ហើយតូចៗហ្នឹងយកមកឆានិយាយទៅយើងយកមកឆាឲ្យរាងឆ្អិនសពប់សម្រាប់សាច់ជ្រូកយើងយកមកស្លនេះយើងត្រូវឆាឲ្យរាងឆ្អិនតិចសិនណាបងប្អូនបន្ទាប់ពីយើងឆាឲ្យរាងឡើងឈ្ងុយចាំយើងបន្ថែមគ្រឿងហើយយើងបន្ថែមគ្រឿងហ្នឹងគឺគ្រឿងយើងធម្មតាបងប្អូនមានអីច្រើនគឺយើងដាក់តែទឹកត្រីកន្លះវែកចឹងមកហើយយើងកូរឲ្យរាងចូលគ្រឿងតិចសិនចាំយើងបន្ថែមគ្រឿងផ្សេងទៀតបន្តមកទៀតគឺខ្ញុំដាក់ជាមួយនឹងស្ករសហ្នឹងប្រហែលជាកន្លះស្លាបបាយហើយខ្ញុំយកប៊ីចេងដាក់ឲ្យមួយចុងស្លាបបាយនិយាយទៅគ្រឿងកូរបងប្អូនលៃមើលតាមហ្នឹងណានិយាយទៅភ្លក់មើលតាមចំណូលចិត្តហើយខ្ញុំដាក់អំបិលម៉ត់ហ្នឹងប្រហែលកន្លះស្លាបបាយតមកទៀតគឺខ្ញុំយកម្រេចម៉ត់នឹងរយដាក់បន្តិចនិយាយទៅសម្លប្រហើរនេះដូចជាសម្លប្រហើរកូនកាត់ទេបងប្អូនយើងស្លដាក់សាច់ជ្រូកចឹងយើងអត់ប្រើប្រហុកទេណាហើយយើងកូរគ្រឿងយើងឲ្យចូលសព្វចឹងមកហើយយើងទុកសាច់ជ្រូកយើងឲ្យរាងឆ្អិនបន្តិចសិនហើយសម្រាប់ស្លប្រហើរនេះខ្ញុំចូលចិត្តដាក់ស្បែកជ្រូកអញ្ចឹងទៅគឺឆ្ងាញ់ណាស់បងប្អូនហើយបន្តមកទៀតគឺយើងយកល្ពៅដែលយើងកោសលាងស្អាតហ្នឹងយកមកដាក់ចូលបងប្អូនហើយល្ពៅនេះគឺខ្ញុំប្រើកូនល្ពៅមួយផ្លែឯងហើយយើងកូរល្ពៅយើងឲ្យសព្វជាមួយនឹងសាច់ជ្រូកយើងតិចសិនមកហើយយើងទុកឲ្យរាងឡើងឆ្អិនសាច់ជ្រូកបន្តិចសិនណាបងប្អូនឥឡូវគឺយើងកូរអញ្ចឹងមកបងប្អូនហើយយើងទុកឲ្យរាងពុះរាងឆ្អិនសាច់ជ្រូកបន្តិចសិនណាបន្ទាប់ពីសាច់ជ្រូកយើងរាងឆ្អិនខ្ញុំបន្ថែមទឹកនិយាយទៅខ្ញុំបន្ថែមទឹកនិយាយទៅយកមកល្មមបងប្អូនយើងដាក់ឲ្យល្មមនឹងបន្លែយើងហើយយើងកូរបន្តិចសិនមកចាំយើងគ្របកងឆ្នាំងរំងាស់ហើយក្នុងសាឡនេះយើងបង្ងាស់ឲ្យរាងផុយបន្តិចពូល្ពៅយើងបង្ងាស់ឲ្យរាងផុយបន្តិចគឺឆ្ងាញ់ណាស់បងប្អូនឥឡូវនេះគឺសាឡចាប់ផ្ដើមពុះហើយខ្ញុំកូរមើលហើយខ្ញុំភ្លក់មើលទៀតនេះទៅបងប្អូនភ្លក់ថែមថយគ្រឿងមើលតាមចំណង់ចំណូលចិត្តណាហើយសម្រាប់គ្រឿងផ្សំគឺតិចឯងបងប្អូនយើងមានប្រើអីច្រើនហើយបន្ទាប់ពីល្ពៅយើងឆ្អិនខ្ញុំបន្ថែមជាមួយនឹងស្ពៃហើយសម្រាប់ស្ពៃនេះគឺជាស្ពៃកូរ៉េបងប្អូនខ្ញុំមកស្គាល់ឈ្មោះអីប៉ុន្តែខ្ញុំយកមកស្លទៅគឺឃើញឆ្ងាញ់ណាឥឡូវនេះគឺស្លយើងឆ្អិនហើយខ្ញុំបន្ថែមជាមួយស្លឹកខ្ទឹមគឺយើងអាចញ៉ាំបានហើយបើសិនជាខ្ញុំនិយាយខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផង